លោកកឹមប្រុសប្រធានសាខាកិច្ចការពីអ្នកប្រើប្រាស់នឹងការប្រកួតប្រជែងហៅកាត់ថាកបបខេត្តបាត់ដំបងត្រូវបានក្រសួងពាណិជ្ជកម្មប្រកាសបញ្ចប់មុខតំណែងនៅថ្ងៃទី15ខែឧសភាឆ្នាំ2026នេះជុំវិញរឿងអាស្រូវនាំចូលទុរេនថៃនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនក្រសួងពាណិជ្ជកម្មថែមទាំងបានលុបឈ្មោះលោកកឹមប្រុសចេញពីក្របខ័ណ្ឌមន្ត្រីរាជការនិងបានបញ្ជាឲ្យសម័យខ្លួនទទួលបន្ទុកព្រមទាំងអនុវត្តសេចក្តីប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅការបញ្ចប់តួនាទីប្រធានសាខាកបបខេត្តបាត់ដំបងធ្វើឡើងក្រោយប្រធានព្រឹទ្ធសភាកម្ពុជាលោកហ៊ុនសែនកាលពីថ្ងៃទី14ឧសភាម្សិលមិញបានបញ្ជាឲ្យមន្ត្រីពាក់ព័ន្ធចាត់វិធានការច្បាប់លើមន្ត្រីរូបនេះជាជាងត្រឹមតែការអនុវត្តវិន័យការធ្វើបែបនេះត្រូវបានលោកហ៊ុនសែនបញ្ជាក់ថាគឺដើម្បីប្រមានដល់មន្ត្រីដទៃទៀតកុំឲ្យភូតភរថ្នាក់ដឹកនាំនិងបោកបញ្ឆោតពលរដ្ឋលោកបឌិតកិនភៀនអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយយកឃើញថាការដកតំណែងនិងលុបឈ្មោះលោកកឹមប្រុសចេញពីក្របខ័ណ្ឌរដ្ឋដែលបានធ្វើឡើងនៅក្រៅមានបញ្ជាធ្ងន់ធ្ងររបស់ប្រធានប្រសិទ្ធិរំលេចឲ្យឃើញពីកំសោយរបស់ការងាររាជការចំពោះលោកបឌិតកិនភៀដើម្បីស្ដារទំនុកចិត្តពលរដ្ឋគួរស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀតព្រោះករណីនាំចូលទុរេនថៃមិនពាក់ព័ន្ធតែប្រធានកបបខេត្តបាត់ដំបងម្នាក់ប៉ុណ្ណោះទេត្រង់ចំណុចនេះត្រូវបានលោកបឌិតកិនភៀលើកជាសំណួរថាតើទុរេនទាំងនោះនាំចូលតាមច្រកណាហើយនរណាខ្លះត្រូវទទួលខុសត្រូវតើត្រូវផ្ដន្ទាទោសពួកគេដោយរបៀបណាក្រៅពីវិធានការវិន័យរដ្ឋបាលនិងថាតើត្រូវមានពិរុទ្ធភាពអ្វីផ្សេងទៀតទេសូមរំលឹកជូនថាតុលាការខេត្តបាត់ដំបងបានចោទប្រកាន់អ្នកនាំចូលទុរេនពីថៃនិងបកពួកពីបទលួចនាំចូលទំនិញកិច្ចពន្ធក្នុងបទល្មើសព្រហ្មទណ្ឌតាមមាត្រា45នៃច្បាប់គយចំណែកអ្នកពាក់ព័ន្ធម្នាក់ទៀតដែលកំពុងកិច្ចខ្លួនត្រូវបានតុលាការចោទប្រកាន់ពីបទផ្ដាំគំនិតក្នុងអំពើលួចនាំចូលទំនិញកិច្ចពន្ធក្នុងបទល្មើសព្រហ្មទណ្ឌតាមមាត្រា28នៃក្រមព្រហ្មទណ្ឌនិងមាត្រា75នៃច្បាប់ស្តីពីគយ